សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងទិនហ្វីវិលត្រឡប់សារជាថ្មីម្ដងទៀតហើយមកកាន់ការបរិយាយរឿងតុលាការមុខដែកទិនហ្វីដែលនៅត្រង់វគ្គនេះយើងនឹងបរិយាយអំពីមន្ត្រីអយុត្តិធម៌ដឹងខុសនៅពេលដែលចាញ់កលឃ្លាថាមន្ត្រីអយុត្តិធម៌ដឹងខុសនៅពេលដែលចាញ់កលឆ្លុះបញ្ចាំងពីដំណាក់កាលចុងក្រោយនៃរឿងរ៉ាវមួយដែលមន្ត្រីស្មោះត្រង់ត្រូវបរាជ័យដោយសារល្បិចកិច្ចកលរបស់អ្នកមានអំណាចវាមិនមែនជាការដឹងខុសតាំងពីដើមនោះទេតែវាជាការដឹងខុសនៅពេលដែលអ្វីៗបានហួសពេលទៅហើយការដឹងខុសនេះមានលក្ខណៈដូចតទៅការយល់ដឹងពីល្បិចកិច្ចកលរបស់អ្នកមានអំណាចនៅពេលដំបូងមន្ត្រីអយុត្តិធម៌ប្រហែលជាគិតថាខ្លួនកំពុងធ្វើការងារត្រឹមត្រូវតាមច្បាប់ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្ដើមប្រឈមមុខនឹងឧបសគ្គឬលទ្ធផលមិនសមហេតុផលពួកគេក៏ចាប់ផ្ដើមដឹងខុសពីល្បិចកិច្ចកលរបស់អ្នកមានអំណាចការដឹងខុសនេះអាចកើតឡើងនៅពេលការសន្យាត្រូវបានបំពានអ្នកមានអំណាចបានសន្យាអ្វីមួយដល់មន្ត្រីនោះតែនៅទីបំផុតមិនបានបំពេញតាមការសន្យានោះឡើយមន្ត្រីខ្លាចជាជនរងគ្រោះមន្ត្រីនោះត្រូវបានអ្នកមានអំណាចបោះបង់ចោលឬប្រើប្រាស់ជាខែលបាំងដើម្បីការពារផលប្រយោជន៍របស់ពួកគេលទ្ធផលមិនត្រឹមត្រូវការសម្រេចចិត្តដែលមន្ត្រីនោះបានធ្វើតាមការញុះញង់របស់អ្នកមានអំណាចធ្វើឲ្យផលវិបាកអយុត្តិធម៌ដល់ភាគីដទៃ 2. ការបាត់បង់មុខមាត់និងជំនឿនៅពេលដែលមន្ត្រីនោះដឹងថាខ្លួនចាញ់កលពួកគេនឹងទទួលរងនៅផលប៉ះពាល់ធ្ងន់ធ្ងរការបាត់បង់កេរ្តិ៍ឈ្មោះពួកគេបាត់បង់កេរ្តិ៍ឈ្មោះនិងការគោរពពីមហាជនពីព្រោះការសម្រេចចិត្តរបស់ពួកគេត្រូវបានចាត់ទុកថាជាអំពើពុករលួយឬអយុត្តិធម៌ការសោកស្ដាយមន្ត្រីនោះនឹងមានអារម្មណ៍សោកស្ដាយនិងស្ដីបន្ទោសខ្លួនឯងដែលបានចាញ់នឹងល្បិចកិច្ចកលរបស់អ្នកមានអំណាចទាំងនោះ 3. ការរៀនសូត្រអំពីកំហុសការដឹងខុសនេះក៏អាចក្លាយជាមេរៀនដ៏មានតម្លៃមួយសម្រាប់មន្ត្រីនោះដែរពួកគេអាចរៀនសូត្រពីកំហុសឆ្គងរបស់ខ្លួនដើម្បីកុំឲ្យធ្លាក់ក្នុងអន្ទាក់ដដែលនៅពេលអនាគតទោះបីយ៉ាងណាក៏ដោយការរៀនសូត្រនេះច្រើនតែកើតឡើងក្រោយពីអ្វីៗដែលបានកន្លងហួសបាត់ទៅហើយសរុបសេចក្តីមកការដឹងខុសនៅពេលដែលចាញ់កលគឺជាភាពជូរចត់និងជាមេរៀនដ៏ធំសម្រាប់មន្ត្រីអយុត្តិធម៌ដែលបានបាត់បង់ឆន្ទៈនិងឧត្តមគតិរបស់ខ្លួនដោយសារតែឥទ្ធិពលអ្នកមានអំណាចនិងផលប្រយោជន៍របស់អ្នកមានអំណាចការបរិយាយនៅត្រង់វគ្គនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងសូមអរគុណនិងសូមគោរពលា